របៀបមើល password មិនថាបងប្អូនផ្លេច password Facebook password email password IG password កម្មវិធីផ្សេងទេគឺបងប្អូនអាចមើល password ខ្លួនឯងឡើងវិញបានក្នុងករណីដែលបងប្អូនផ្លេចព្រោះថាពេលខ្លះយើងរវល់ការងារច្រើនយើងផ្លេចទៅលើ password Facebook email ឬក៏ Instagram ឬក៏ TikTok ផ្សេងយើងផ្លេច password ហើយយើងអត់បានធ្វើការកត់ទុកទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការចូលទៅមើល password របស់យើងឡើងវិញព្រោះថានៅពេលដែលយើងប្រើប្រាស់កម្មវិធី iPhone គឺយើងមានកម្មវិធីមួយគឺឈ្មោះថា password ដែលបងប្អូនអាចមើល password របស់បងប្អូននៅទីនោះទាំងអស់តែអ្វីដែលសំខាន់គឺបងប្អូននៅពេលដែល log in ចូលកម្មវិធី Facebook ឬក៏ email អីដំបូងបងប្អូនកុំភ្លេច save វា to password ផងដើម្បីឲ្យវាចងចាំ password ទាំងអស់នោះកម្មវិធីទាំងអស់នោះឲ្យបងប្អូននៅក្នុង app មួយនឹងបានអញ្ចឹងកុំឲ្យខាតពេលយើងយូរយើងទៅមើល password របស់យើងទាំងអស់គ្នាក្នុងករណីដែលបងប្អូនភ្លេចបាទដូច្នេះបងប្អូននេះមើលកម្មវិធីមួយនេះឈ្មោះថា password នេះបងប្អូននេះ password នេះយើងចុចទៅលើ password នឹងមកបាទអញ្ចឹងកន្លែងនេះវាត្រូវការ unlock ជាមួយនឹង Face ID សិនអញ្ចឹង password account Facebook យើងក៏ដូចជា password កម្មវិធីផ្សេងគឺវានឹង load នៅក្នុងទីកន្លែងនេះទាំងអស់អញ្ចឹងណាបងប្អូនបាទចុះថាយើងចង់មើលកម្មវិធីអញ្ចឹងថាយើងចង់មើល password Facebook ណាមួយយើងចុចទៅលើអាហ្នឹងទៅហើយបងប្អូនចុចកន្លែង password ទៅបាទនោះវានឹង load password របស់ account របស់បងប្អូនហើយអញ្ចឹងសម្រាប់កម្មវិធីផ្សេងបងប្អូនគ្រាន់តែចុចលើវាទៅហើយចុចកន្លែង password ទៅគឺជាការស្រេចបាទអញ្ចឹងបងប្អូននឹងឃើញ password បងប្អូនឡើងវិញហើយបាទអូខេបងប្អូនអូខេបន្ទាប់ពីបងប្អូនបានមើលវីដេអូមួយនេះហើយកុំភ្លេចជួយធ្វើការចុច like follow ក៏ដូចជា subscribe និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់បានដឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ